សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងនឹងបន្តទៅចំណុចថ្មីមួយទៀតនៃមេរៀនទី2ចំនួន complex ទម្រង់ត្រីកោណមាត្រដែលជាចំណុចចុងក្រោយគឺឫសទី n នៃចំនួន complex អូខេអញ្ចឹងបើសិនបើយើងមានសិតស្មើ r cos data បូក e sin data ដែលជាចំនួន complex មិនស្មើ0មានន័យថាចំនួន complex នៅយើងហ្នឹងគឺអត់ស្មើ0ទេគឺស្មើជាមួយនឹងលេខហើយ n របស់យើងជាចំនួនគុណវិជ្ជមានគឺជាចំនួនវិជ្ជមានអូខេនោះឬទី n នៃសិតកំណត់ដោយសិតការស្មើឬទី n នៃ r cos data បូក2កាផៃនៅលើ n បូក e sin data បូក2កាផៃនៅលើ n ហើយការរបស់យើងនេះគឺចាប់ពីលេខ0លេខ1លេខ2លេខ3រហូតទៅដល់លេខ1ដែលតូចជាង n ឧបមាថាបើ n យើងស្មើ3អញ្ចឹងការរបស់យើងស្មើ1 2អូខេស្មើសំទោសស្មើ0 1ហើយនឹង2អូខេតូចជាង n មួយលេខអូខេតោះឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាដើម្បីប្រើប្រាស់រូបមន្តមួយហ្នឹងឧទាហរណ៍របស់យើងគេឲ្យយើងគណនាឫសទី n ឫសទី3នៃសិតស្មើឬ3បូកe អញ្ចឹងជាដំបូងដើម្បីគណនាឫសទីប្រមាណក៏ដោយឬទី n នៃសិតអញ្ចឹងយើងត្រូវសេសិតហ្នឹងជាចំនួន complex ទម្រង់ត្រីកោណមាត្រសិនអូខេតោះអញ្ចឹងដំបូងសិតរបស់យើងស្មើឬ3បូក e អូខេអញ្ចឹងបន្ទាប់មកយើងគ្រាន់តែចាប់លេខ2ជាកតាមកយើងបានឫសទី3នៅលើ2បូក1លើ2 e នេះជាគូទី3គូនេះគឺជាគូទី3អញ្ចឹងយើងសេត្រីកោណមាត្រឲ្យមកកុសបូក e sin អូខេអញ្ចឹងបើសិនជាវាគូទី3ភាគបែងវា6ហើយកុសសញ្ញាបូក sin សញ្ញាបូកនៅក្នុងកាត់ត្រង់ទី1ភាគយកវាគឺផៃអូខេគឺផៃអូខេអញ្ចឹងគេឲ្យយើងគណនាឫសទី3នៃសិតអូខេអញ្ចឹងយើងសេមកឫសទី3នៃសិតអញ្ចឹងយើងបានគឺយើងអាចទៅសេបែបនេះបានសិតទី3បែបនេះសិតនៃការសំទោសសិតការស្មើជាមួយនឹងឫសទី3នៃ2កុសអូខេកុស delta មិញអូខេកុស delta បូក2កាផៃអញ្ចឹង delta របស់យើងគឺផៃលើ6បូក2កាផៃនៅលើ n n របស់យើងបាន3អូខេបូក e sin ដូចគ្នាផៃលើ6 delta បូក2កាផៃនៅលើ3នេះជា n អូខេបន្តមកទៀតអ្នកទាំងអស់គ្នាអញ្ចឹងមិញយើងនិយាយគ្នាហើយយើងត្រូវគណនាការអូខេយើងគ្រូជំនួសលេខការចូលមិញការរបស់យើងគឺចាប់ពីលេខ0 1ហើយនឹង2ដោយសារតែ n របស់យើងស្មើ3អញ្ចឹងការរបស់យើងត្រូវតូចជាង n មួយលេខអញ្ចឹងយើងបានឫសទី3នៃសិតគឺមានចម្លើយចំនួន3ទី1ចម្លើយទី1គឺសិត0មានន័យថាយកការនេះចំនួនកន្លែងនេះមកសិតនៃ0អញ្ចឹងយើងបានឫសទី3នៃ2កន្លែងការគឺចំនួនលេខ0ទាំងអស់មកអូខេអញ្ចឹងយើងបានកុសផៃលើ6បូកអានេះ0អូខេជួយអីការ0ការកន្លែងនេះ0អញ្ចឹង2គុណហើយ0គុណផៃគឺឃើញ0នៅលើ3បូក e sin ផៃលើ6បូក0នៅលើ3ដូចគ្នាអូខេអញ្ចឹងកន្លែងនោះ0បាត់ហើយអញ្ចឹងសិត0របស់យើងស្មើឬទី3នៃ2នេះយើងបញ្ចេញអត់កើតទេយើងទុកហ្នឹងទៅអញ្ចឹងយើងបានកុសអានេះ0បាត់ហើយអញ្ចឹងអានេះខ្ញុំគណនាតាអានេះមកចាហ្នឹងបានផៃលើ6គុណ3អូខេ6 3ដង10 18អូខេបូក e sin ផៃនៅលើ18នេះគឺជាចម្លើយទី1របស់យើងប៉ុន្តែយើងមានចម្លើយមួយទៀតគឺការស្មើ1ម្ដងអញ្ចឹងសិត1ស្មើឬទី3នៃ2កុសផៃលើ6អញ្ចឹងកន្លែងការចំនួនដល់លេខ1ទៅយើងបានបូក2ផៃនៅលើ3បូក e sin ផៃលើ6បូក2ផៃដូចគ្នានៅលើ3អូខេហើយគណនាលេខទៅអូខេអញ្ចឹងយើងបានឬទី3នៃ2នេះដាក់ត្រែមកអញ្ចឹងផៃលើ6បូក2ផៃយើងបានប៉ុន្មានអូខេអញ្ចឹងខ្ញុំគណនាយកហ្មងទៅអានេះគណនាម្ដុំនេះយកហ្មងទៅអញ្ចឹងបូក2ផៃយើងបានអានេះគុណអានេះទៅវាបាន12បូក1វាបាន13អូខេស្មើ13ផៃលើ6
ហើយចែកនឹង3ចឹងបាន13ផៃនៅលើ10 18អូខេចឹងខ្ញុំ delete អានេះចោលចឹងកន្លែងនេះយើងបាន13ផៃនៅលើ10នៅលើ10 18បូក e ដូចគ្នាអូខេចឹងលេខនេះដូចគ្នាទេ13ផៃនៅលើ10 18អូខេចឹងនេះសិត1នៅសល់មួយទៀតចុងក្រោយគឺសិត2អូខេសិត2របស់យើងដូចគ្នាយើងគ្រាន់តែចំនួនការដោយលេខ2ទៅលេខ2ក៏ data យើងដាក់មកតាឯមកផៃលើ6អានោះចំនួនដោយ2ចូលទៅនេះចំនួនដោយលេខ2ចូលអញ្ចឹងយើងបាន4បូកឲ្យ4ផៃនៅលើ3បូក e sin ផៃនៅលើ6បូក4ផៃនៅលើ3ដូចគ្នាអូខេអញ្ចឹងយើងកណនីលេខទៅអូខេលើ2អញ្ចឹងខ្ញុំកណនីលេខយកហ្មងទៅអញ្ចឹងបានអានេះផៃលើ6បូក4ផៃអញ្ចឹងវាបានអានេះគុណអានេះ24 6 4 24បូកអានេះ1បាន25ផៃនៅលើ6អូខេហើយចែកនឹង3អញ្ចឹងវាស្មើជាមួយនឹង25ផៃនៅលើ10 18អូខេអញ្ចឹងមុំរបស់យើងគឺ25ផៃនៅលើ10 8បូក e sin 25ផៃនៅលើ10 18សិត2អូខេអញ្ចឹងចម្លើយយើងមាន3សិត0សិតអងហើយនិងសិតដឺអូខេនេះគឺជាចម្លើយឬទី3នៃសិតស្មើឬ3បូក e អញ្ចឹងវីដេអូយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាយល់កុំភ្លេច like វីដេអូមួយនេះហើយ subscribe មួយផងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជាមួយនឹងមេរៀនថ្មី